បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលជាប្រជាកសិករថ្ងៃនេះភេកកសិកម្មភូមិយើងនឹងធ្វើការបង្ហាញអំពីរបៀបក្នុងការធ្វើជីកំប៉ុស្តទឹកដោយប្រើរូបមន្តកន្ទ្រាំងខេតបាទអញ្ចឹងដើម្បីជ្រាបច្បាស់ថាតើយើងធ្វើដូចម្ដេចតោះយើងទៅទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើជីកំប៉ុស្តបានទីមួយយើងមានសម្ភារៈលូបាទនេះលូរបស់ខ្ញុំចេះឬក៏ពុកម៉ែបងប្អូនអត់មានលូពុកម៉ែបងប្អូនអាចប្រើជាលក្ខណៈជាធុងខៀវពុកម៉ែបងប្អូនអាធុងខៀវ200លីត្រអានឹងក៏បានឬក៏លក្ខណៈពាងក៏បានដែរពាងមានគម្របហើយមួយទៀតគឺយើងមានស្កររងូបាទពុកម៉ែបងប្អូននេះស្កររងូដែលខ្ញុំបានទិញមកតែពេលស្កររងូទិញមកពីផ្សារពុកម៉ែបងប្អូនអាចរកទិញបានពីទីផ្សារដូចជាតម្លៃមកកាន40000ហើយបូកនឹងថ្លៃសេវាដឹកអីទៀត50000ជាងអីតែប៉ុណ្ណឹងឯងចឹងណាចឹងពុកម៉ែបងប្អូនអាចចូលទិញបានមកកានធូរថ្លៃដែរទេហើយមួយទៀតអាចប្រជីវពុកម៉ែបងប្អូនអាចរកទិញបានដែរតាមទីផ្សារមកបេតូចនេះប្រហែលជាខ្ទង់30000ទៅ40000បាទក្នុងទីផ្សាររបស់យើងហើយនឹងកន្ទ្រាំងខេតនេះពុកម៉ែបងប្អូននេះកន្ទ្រាំងខេតនេះខ្ញុំបានធ្វើការកាប់វាយកមកចិញ្ច្រាំវាឲ្យមាត់ឲ្យខ្ទេចបាទយកមកដាក់អញ្ចឹងមានច្រើនជាងនឹងទៀតដោយសារតែខ្ញុំថតម្នាក់ឯងនេះទៀតខ្ញុំយកមកថែមទៀតអញ្ចឹងកន្ទ្រាំងខេតនេះពុកម៉ែបងប្អូនអាចដាក់វា100គីឡូកាន់តែល្អកាន់តែច្រើនកាន់តែល្អអញ្ចឹងណាហើយជីអាជីនេះគឺ10គីឡូទៅ15គីឡូហើយស្កររងូពុកម៉ែបងប្អូនអាចដាក់5គីឡូទៅអញ្ចឹងណាតែនេះខ្ញុំដាក់តិចសិនដោយសារខ្ញុំដាក់នៅក្នុងនេះខ្លះហើយដោយសារមុននេះខ្ញុំអត់បានថតវីដេអូដល់ពុកម៉ែបងប្អូនខ្ញុំចាក់ឲ្យខ្ញុំបានឃើញថាខ្ញុំបានថតវីដេអូដើម្បីជម្រាបជូនដល់ពុកម៉ែបងប្អូនពីរបៀបធ្វើណាឥឡូវខ្ញុំបង្ហាញនៅក្នុងលូនេះខ្ញុំបានដាក់ខ្ញុំបានដាក់ជីអាចបជាវរួចហើយខ្ញុំបានដាក់ជីអាចបជាវ10គីឡូជាងហើយអញ្ចឹងណាហើយនឹងស្កររងូរួចហើយអញ្ចឹងខាងក្រៅនេះខ្ញុំបង្ហាញបន្ថែមថាស្កររងូវាចេញបែបម៉េចវាមានទម្រង់បែបម៉េចអញ្ចឹងណាហើយខ្ញុំដាក់ចូលវាហើយគេប្រើទឹកប៉ុណ្ណឹងសិនទៅហើយយើងនឹងធ្វើការដាក់បន្តមកទៀតគឺយើងដាក់កន្ទ្រាំងខេតចូលខណៈដាក់យើងកន្ទ្រាំងខេតចូលយើងនឹងអាចកូរវាបានហើយដោយសារខ្ញុំកាន់កាមេរ៉ាម្នាក់ឯងពុកម៉ែបងប្អូនអញ្ចឹងយើងពិបាកបន្តិចទៅទៀតខ្ញុំនឹងឥឡូវខ្ញុំslash តែប៉ុណ្ណេះសិនខ្ញុំសុំដាក់វត្ថុធាតុដើមចូលសិនចាំយើងតទៅទៀតយើងមើលទាំងអស់គ្នាដល់ពេលខ្ញុំដាក់កន្ទ្រាំងខេតហើយរៀងទឹករៀងស្ទើអញ្ចឹងខ្ញុំថែមទឹកវាឲ្យច្រើនដើម្បីឲ្យវាលិចណាបងប្អូនខ្ញុំថែមទឹកឲ្យរៀងច្រើនបន្តិចស្រួលបាទដើម្បីឲ្យបានជីច្រើនផងហើយខ្ញុំនឹងធ្វើការថែមស្កររងូខ្ញុំបានដាក់ស្កររងូពួយម្ដងហើយតែខ្ញុំដាក់ថែមតិចទៀតដោយសារខ្ញុំកាន់កាមេរ៉ាផងខ្ញុំកាន់មកជាផងរៀងពិបាកមើលទៀតពុកម៉ែបងប្អូនហើយខ្ញុំថែមជីឲ្យជាវចូលណាខ្ញុំថែមទៅបន្តិចទៅពុកម៉ែបងប្អូនដោយសារខ្ញុំដាក់រួចហើយអញ្ចឹងណាអញ្ចឹងទឹកយើងមានប៉ុណ្ណឹងយើងដាក់ឲ្យអត់ពេញក៏បានដែរបងប្អូនអត់ពេញទៅដើម្បីឲ្យបានជីច្រើនបាទហើយប៉ុណ្ណេះបើសិនជាវាអត់លិចបាទអត់លិចយើងធ្វើការដាក់ដុំថ្មនេះខ្ញុំដាក់នេះលើមួយសិនហើយខ្ញុំយកដុំថ្មសកត់វា1 2ទៅវាលិចហើយបាទខ្ញុំដកទឹកចេញឲ្យថាវាពេញហើយ
បាទបន្តមកទៀតខ្ញុំធ្វើការគ្របបែបនេះបាទខ្ញុំធ្វើការគ្របវាបែបហ្នឹងហើយតែប៉ុន្តែយើងត្រូវគ្របវាបើសិនជាមានគម្របឲ្យចិត្តកាន់តែល្អអញ្ចឹងណាតែដោយសារនេះខ្ញុំអត់ទាន់បានគ្របខ្ញុំគ្រាន់តែឧទាហរណ៍សិនហើយដល់ពេលចប់វីដេអូនេះខ្ញុំយកថង់យកអីមកគ្របឲ្យចិត្តចងខ្សែកស៊ូជុំវិញណាវាចិត្តល្អអញ្ចឹងណាហើយខ្ញុំគ្របបែបនេះគឺកុំឲ្យវាថ្ងៃវាចូលអញ្ចឹងណាហើយបន្ទាប់ពីយើងធ្វើជីបែបនេះទុកអាប់វារយៈពេលមួយអាទិត្យទៅ2អាទិត្យន័យថាកន្លះខែអញ្ចឹងណាហើយក្នុងមួយថ្ងៃឬក៏2ថ្ងៃយើងអាចយកមកកូរវាម្ដងយកអីកូរវាឲ្យវាលាយចូលគ្នាល្បាយចូលគ្នាអញ្ចឹងទៅហើយប្រហែលជា2អាទិត្យយើងអាចប្រើបានហើយអញ្ចឹងរបៀបប្រើគឺយើងអាចលាយទឹក1លីត្រជាមួយនឹងទឹក100លីត្រសម្រាប់យើងស្រោចដំណាំបន្លែបាទដំណាំស្លឹកដូចជាស្ពៃដូចជាតកូនដូចជាអីហ្នឹងយើងអាចស្រោច100លីត្រទឹក100លីត្រជី1លីត្រតែបើយើងស្រោចដំណាំហូបផ្លែស្វាយតបែកអញ្ចឹងទៅរ៉េនឬក៏ដំណាំផ្សេងទៀតយើងអាចស្រោច1លីត្រលាយជាមួយទឹក10លីត្រអញ្ចឹងយកទៅស្រោចគល់បាទអញ្ចឹងពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងទេអធិស្ឋានដែរដោយសារពួកខ្ញុំអត់បានរៀបចំធ្វើការវីដេអូឲ្យល្អណាដោយសារអត់មានផែនការដល់ពេលត្រូវការធ្វើដាក់តែម្ដងហើយនៅឃើញថតយកតែម្ដងអញ្ចឹងគ្រាន់តែចែករំលែកដល់ពុកម៉ែបងប្អូនបានដឹងហើយពេលគិតថាពេលក្រោយខ្ញុំនឹងធ្វើវីដេអូឲ្យល្អជាងនេះហើយខ្ញុំកាន់ទូរស័ព្ទម្នាក់ឯងហើយធ្វើផងកាន់ផងអញ្ចឹងវាអត់មានផែនការបាទអញ្ចឹងសូមអធិស្ឋានផងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណបាទសូមជួយ Subscribe Channel YouTube ពួកខ្ញុំផងហើយពួកខ្ញុំនឹងព្យាយាមធ្វើវីដេអូទាក់ទងនឹងកសិកម្មជាច្រើនទៀតដើម្បីចែកជូនដល់ពុកម៉ែបងប្អូនបានដឹងបាទអរគុណ